សួស្តីអ្នកទាំងអស់គ្នាដែលបានទស្សនានៅវីដេអូនេះនៅក្នុងលំហាត់នេះដែរគឺអ្នកគ្រូនឹងបង្ហាញពីលំហាត់មួយទាក់ទងទៅនឹងការដាក់កន្សោមបេក្ខនិតជាផលគុណនៃកតា ចា៎ដូច្នេះយើងមានកន្សោមបេក្ខនិតតេការ៉េដក 11 តេបូក 28 ហើយកន្សោមបេក្ខនិតនេះគឺយើងសង្កេតថាឃើញមាន 3 តួដែលកន្សោមរបស់យើងអាចដាក់ជាផលគុណនៃកតាតាមវិធីគុណខ្វែងរបៀបនៃការដាក់កន្សោមជាវិធីគុណខ្វែងនេះគឺយើងបំបែកតួទី1ហើយនឹងតួទី3ខាងក្រោយហើយយើងមានតួតេការ៉េនេះបំបែកជាផលគុណមកយើងបានតេការ៉េគឺស្មើនឹងតេគុណជាមួយនឹងតេចំណែកឯដល់28នៅខាងចុងនេះយើងមកបំបែកជាផលគុណដូចគ្នាដែល28យើងយកដក7គុណនឹងដក4ណាយើងដកទាំងពីរពេលដែលយើងគុណទៅចំនួនអវិជ្ជមាននិងចំនួនអវិជ្ជមានផលគុណវាចេញជាចំនួនវិជ្ជមានហើយយើងបានដក7គុណនឹងដក4ចម្លើយស្មើនឹង28យើងបន្ទាប់ពីបានដាក់ជាប្របែកជាផលគុណបានទាំងពីរហើយយើងចាប់ផ្ដើមគុណខ្វែងគឺយើងគុណដក7មករកតេគុណខ្វែងដក7គុណមកតេបានដក7តេហើយដក4គុណទៅតេបានដក4តេបន្ទាប់មកយើងយកតួទាំងពីរនេះទៅបូកបញ្ចូលគ្នាយើងបានដក7តេបូកនឹង4តេចម្លើយស្មើនឹងដក11តេបន្ទាប់មកយើងមើលចម្លើយដក11តេនេះទៅមើលនឹងប្រធានកន្សោមរបស់យើងគឺតួកណ្ដាលយើងគឺដក11តេដែរហើយនៅពេលដែលយើងបានផលបូកនៃការគុណខ្វែងរបស់វាស្មើនឹងតួកណ្ដាលហើយមានន័យថាយើងបំបែកជាផលគុណ2ខាងលើនេះត្រឹមត្រូវចាពេលដែលយើងត្រឹមត្រូវហើយយើងចាប់ផ្ដើមចាប់តួវាមកដូច្នេះយើងចាប់តួគឺយើងចាប់ពីលើចុះក្រោមយើងមានតេចាប់យកដក7ហើយយើងបានផលគុណទី1យើងគឺតេដក7ជាកតាទី1ចំណែកកតាទី2គឺតេដក4ចានេះដូច្នេះយើងបានតេការ៉េដក11តេបូកនឹង28គឺស្មើនឹងតេដក7កាត់តាឲ្យតេដក4ចាដូច្នេះយើងដាក់កន្សោមជាផលគុណកតាតាមវិធីគុណខ្វែងនេះគឺជាវិធីដែលងាយស្រួលជាងគេហើយក៏អត់ពិបាកយើងសាំញ៉ាំច្រើនដែរដូច្នេះយើងគ្រាន់តែបំបែកតួទី1មកនិងបំបែកតួចុងក្រោយមកបន្ទាប់មកយើងគុណខ្វែងហើយយកផលបូកនៃការគុណខ្វែងរបស់យើងធ្វើម៉េចឲ្យបូកទៅស្មើនឹងតួកណ្ដាលតែពេលដែលឃើញថាស្មើតួកណ្ដាលហើយយើងចាប់ចម្លើយដែលយើងគុណមាញ់នោះមកពីលើចុះក្រោមចេះមកគឺយើងបានចម្លើយបែបនេះចាដូច្នេះសង្ឃឹមថាការមើលវីដេអូនេះនឹងមានប្រយោជន៍ដល់បងប្អូនទាំងអស់គ្នាចាបាយបាយ